សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូថ្មីក្នុងវីដេអូនេះខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីបដូរ pointer mouse មានន័យថាបដូរពីទំហំទូចឬក៏តាមទំហំដែលយើងចង់បានអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុច start menu បន្ទាប់មកទៀតចុចវាយពាក្យថា mouse pointer អញ្ចឹង mouse pointer size នេះអ្នកទាំងអស់គ្នាឃើញហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុច double click លើវាពីរដងមកហើយអ្នកទាំងអស់គ្នាឃើញកន្លែងត្រង់នេះវាដាក់ size អញ្ចឹងអ្នកទាំងអស់គ្នាទាញមកថតទាញដាក់ប៉ុណ្ណាថតអានេះអស់ធំហើយចង់ដាក់ទូចក៏បានតែចិត្តអ្នកទាំងអស់គ្នាតែចំពោះខ្ញុំគិតថា mouse ប៉ុណ្ណេះងាយស្រួលសម្រាប់ខ្ញុំហើយក្នុងការប្រើប្រាស់អញ្ចឹងការប្រូម៉ៅមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាហើយក៏យើងអត់មានត្រូវការចុច apply អីទៀតដែរយើងគ្រាន់តែប្រូប៉ុណ្ណឹងគឺប៉ុណ្្នឹងហើយបាទសូមអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះ